បាទជំរាបសួរបងប្អូនប្រិយមិត្តដែលនិយមតាមដានព័ត៌មានតាមសង្គម YouTube ទាំងអស់គ្នាបាទហើយពេលនេះដែរជួបជាមួយខ្ញុំបាទនៃផ្លយទៀតដែរបាទហើយពេលនេះខ្ញុំបាទមានព័ត៌មានថ្មីមួយទាក់ទងតារាល្បីនៅប្រទេសសហរដ្ឋអាមេរិកបាទឬក៏ USA ហ្នឹងបាទតើតារានេះក៏ធ្វើអ្វីបានជាអ្នកកសែតនិងអ្នកសារព័ត៌មានបានចុះផ្សាយរឿងគាត់បែបនេះបាទឡើយយើងកុំឲ្យខាតពេលយូរយើងចាប់ផ្ដើមទស្សនាទាំងអស់គ្នាបាទចំណងជើងគឺថាទៀតហើយបាទ Kendall Jenner អត់ពាក់អាវក្នុងឃើញច្បាស់ក្រឡាតបាទមិនដឹងជាឃើញអ្វីទេបងប្អូនអាចគិតមើលខ្លួនឯងដឹងហើយបាទតារាសម្ដែងនិង model Kendall Jenner ត្រូវបានគេប្រទះឃើញមកហាង Adidas បាទគឺជាហាងប្រភេទផលិតផលល្បីជាពិសេសគឺផលិតផលស្បែកជើងឬក៏អាវកីឡាបាទកាលពីថ្ងៃច័ន្ទម្សិលមិញដែលមានទីតាំងនៅតំបន់ Manhattan ទីក្រុង New York បាទនេះជារូបភាពដែលគាត់ចូលទៅហាង Adidas បាទនេះគឺគាត់មានសម្រស់ស្រស់ស្អាតមែនទែនព្រោះគាត់ជាតារា model ទៀតបាទតារាវ័យក្មេង21ឆ្នាំគាត់អាយុតិចមែនតើមើលទៅដូចជាខ្ទង់20ជាងទៅហើយបាទតារាវ័យ20ឆ្នាំរូបនេះបានត្រូវគេឃើញរើសស្បែកជើងម៉ាក Adidas ខ្លះដោយកាន់វ៉ែនតាការពារកម្ដៅថ្ងៃកម្ដៅរបស់នាងនៅនឹងដៃបាទអញ្ចឹងគាត់ដែលរើសស្បែកជើងហើយនឹងគាត់កាន់វ៉ែនតាការពារកម្ដៅថ្ងៃរបស់គាត់បាទប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ Kendall មិនបានពាក់អាវទ្រនាប់នោះទេបាទដែលអាចឲ្យគេឃើញដើមទ្រូងរបស់នាងច្បាស់ក្រឡាតបាទនេះជារូបភាពបាទបងប្អូនមើលឲ្យបាទជាឃើញហ្នឹងទៅបាទនេះហើយការស្លៀកពាក់របស់គាត់មើលទៅដូចជាសាមញ្ញបំផុតបាទនៅស្រុកខ្មែរយើងចូលហាងទំនើបមិនស្រួលគេមិនឲ្យចូលទៀតតែមិនទៅបាទហើយនេះជាព័ត៌មានតាក់ទងតារា model និងតារាចម្រៀងបាទជាស្រ័យតារាសម្ដែងដែលគាត់ចូលទៅក្នុងហាងមួយឈ្មោះហាងម៉ាក Adidas បាទដែលគាត់មិនបានពាក់អាវខាងក្នុងឬក៏អាវទ្រនាប់នោះឡើយបាទធ្វើឲ្យទស្សនិកជននិងអ្នកកសែតឈូឆរថតចុះព័ត៌មានយ៉ាងប្រុងព្រាតតែម្ដងបាទហើយចំពោះព័ត៌មាននេះគឺមានតែប៉ុណ្ណឹងសូមបងប្អូនជួយ like share subscribe ដើម្បីទទួលបានព័ត៌មានថ្មីទៀតបាទសូមអរគុណ